ជំរាបសួរលោកយាយលោកតាពូមីមិត្តភក្តិបងប្អូនទាំងអស់ជាទីគោរពរាប់អានចាជំរាបសួរថ្ងៃនេះខ្ញុំចេញមកខាងក្រៅនៅមុខអ៊ីតុនចាប់ផ្សារអ៊ីតុនចាហើយនៅគេមានកៅអីគឺអង្គុយមានកៅអីអង្គុយចាថ្ងៃនេះមានមនុស្សច្រើនចារកកន្លែងអង្គុយឃ្លានបាទពីអ្នកប្តីប្រពន្ធគាត់នោះគេបញ្ញាប់ទៅណាទៅគេចោលកៅអីនេះទៅហើយខ្ញុំក៏អង្គុយលេងសិនទៅព្រោះឯដើរមកព្រឹកធំដែរចាវាប្រូជើងចាមិត្តភក្តិបងប្អូនចាខ្ញុំសុខស្តុកយ៉ាងណាដែរអ៊ំពូមីងសុខសប្បាយជាទេហើយនឹងខែក្តៅមកដល់ហើយនៅទីក្រុងតូរ៉ុនតូអូមនុស្សម្នាចេញដើរប្រងព្រាតពីព្រោះអីដូចតែអាកាសធាតុល្អចាអាកាសធាតុល្អហើយនឹងម្នាក់ដែលថាយើងចេញមកខាងក្រៅចាមេឃបើថ្ងៃស្រឡះល្អអត់មានភ្លៀងអត់មានអីទេហើយនឹងខ្យល់លហៀលហៀព្រោះអីនៅជិតទន្លេតូរ៉ុនតូនៅមិនឆ្ងាយពីទន្លេប្រហែលនេះទន្លេ Ontario ចាគិតទៅប្រទេសណាក៏ដោយបើសិនជាដូចថានៅតំបន់ជិតមាត់ទន្លេវាហាក់ដូចជាមានអាកាសធាតុល្អចាប៉ុន្តែនៅប្រទេសខ្លះវាមិនល្អដូចទាំងអស់ហ្នឹងណាប៉ុន្តែភាគច្រើនគេថាដូចជានៅអាមេរិកក៏ដូចកាណាដាដែរចាគឺយើងនៅជិតទន្លេដូចគ្នាចាញូវយ៉កនៅជិតទន្លេហើយនឹងត្រង់ទៅក៏ជិតទន្លេដែរចាធ្វើឲ្យអាកាសធាតុល្អនិងខ្យល់ទន្លេធ្វើឲ្យអាកាសធាតុល្អធ្វើឲ្យយើងមានសុខភាពល្អចាហើយនឹងហាក់ដូចជារីកចម្រើនផងដែរចាហាក់ដូចជាមានប្រជាប្រិយប្រទេសជុំវិញពិភពលោកគេដូចជាគេចូលចិត្តទៅលេងតំបន់ដែលមានទឹកមានអីចឹងចាវាមិនសោះក្រងវាមិនសូវស្ងួតហួតហែងពេកចាហើយខ្ញុំថ្ងៃនេះចាដូចជាថ្ងៃច័ន្ទចាថ្ងៃច័ន្ទមាន appointment គេដែរប៉ុន្តែ cancel ចាដល់ cancel ចឹងទៅមានពេលចេញមកខាងក្រៅចាលើកថ្ងៃណាត់ជួបលើកថ្ងៃចាហើយនៅពេលខែក្តៅអញ្ចឹងមនុស្សម្នាមកពីគ្រប់ទីកន្លែងគេថាជុំវិញក្នុងខេត្តហ្នឹងគឺថាកូនសាសក៏វ៉ាកងចាកូនសាសចូលវ៉ាកងគេថាដាច់ឆ្នាំអីចាចូលខែ5ខែ6ហ្នឹងគេចាប់ផ្ដើមវ៉ាកងបដាហើយចាសាកលវិទ្យាល័យហើយនឹងមហាវិទ្យាល័យចាគេវ៉ាកងគេដើរលេងចាគេទៅជាក្រុមហើយនឹងអ្នកខ្លះដូចថាមិនតាន់វ៉ាកងដល់ឡើយទេដូចជានៅថ្នាក់បឋមសិក្សាចាបឋមសិក្សាដូចចូលខែ6ចូលខែ6ហើយយើងនឹងរៀនបន្តទៀតប៉ុន្តែធំគេវ៉ាកងមុនចាแล้วហើយមានកូនសាសច្រើនតាប្រងព្រានចាជុំវិញតំបន់នេះគឺសិតតែអ្នកទេសចរចាសិបមានអ្នកទេសចរច្រើនចាហើយនឹងចាយើងដើរលេងខ្លះទៅហើយយើងដើម្បីស្គាល់ទីក្រុងហើយនឹងមានបើសិនមកជាមួយលោកគ្រូអ្នកគ្រូអីចឹងទៅគឺថាលោកគ្រូអ្នកគ្រូថាគាត់នាំតែដើរលេងទៅក៏មានដូចជាសារមន្ទីរដូចជាកន្លែង Science Center ដូច Science Center នេះគឺវិទ្យាមណ្ឌលវិទ្យាសាស្ត្រហើយនឹងមានកន្លែងខ្លះផ្សេងទៀតដូចយើងទៅរៀនសូត្រពីដូចថាប្រវត្តិសាស្ត្រចាប្រវត្តិសាស្ត្រដែលយើងដូចកកើតទឹកដីយ៉ាងម៉េចតរ៉ុនតូនេះកកើតទឹកដីនៅពេលណាអញ្ចឹងទៅហើយនឹងរបៀបរបបគេរស់នៅពីជំនាន់មុនគេអត់មានភ្លើងអគ្គិសនីទេគេអត់មានដូចថាម៉ាស៊ីនត្រជាក់អត់មានម៉ាស៊ីនកណ្ដៅឬហើយនឹងមួយទៀតអត់មានដូចថាកន្លែងដូចថាយើងទៅបោកពួកអីចឹងដូចថារបៀបគឺសិទ្ធិបុរាណទាំងអស់
គេថាទៅយើងបើកពួកសម្លេងបំពាក់ដោយដៃហើយនឹងតាម slow អត់មានភ្លើងអគ្គិសនីអត់មានទឹកក្តៅអីចេញមកពីណាទេគេថាយើងប្រើធម្មជាតិចាគេមានកន្លែងគេទៅអញ្ចឹងដើម្បីឲ្យកូនសិស្សរៀនសូត្រចាយល់ដឹងពីទំនៀមទម្លាប់ថាមុនដំបូងកកើតមុនដំបូងវាពិបាកយ៉ាងម៉េចខ្លះអញ្ចឹងណាហើយនឹងចាំមានច្រើនទៀតដែលនឹងកន្លែងខ្លះគេបញ្យល់ពីរឿងវិទ្យាសាស្ត្រដូចតែទៅឋានប្រចាំអញ្ចឹងគេមានប្រចាំងគេប្រចាំងរូបភាពនៅឋានប្រចាំអញ្ចឹងណាដែលគេមានកន្លែងគេដែលគេមានកន្លែងគេមើលទៅដូចយើងកុនអញ្ចឹងណាដូចនឹងកុនអញ្ចឹងមើលទៅឃើញសាបមែនតើដូចថាគេកន្លែងវាធំចាគេមានប្រចាំងពីឋានប្រចាំថាអីឲ្យមើលទៅគេមានចូលទៅល្ងិតស្រុកដូចយើងដោយរោងកុនអញ្ចឹងចានៅកន្លែងហ្នឹងប៉ុន្តែខ្ញុំអត់ឆ្នាំនៅតាណាភ្លេចអត់ហើយចាព្រោះខ្ញុំទៅម្ដងតែម្ដងវាយូរឆ្នាំហើយនៅកន្លែងខ្លះទៀតគេបង្ហាញពីដូចយើងសារមន្ទីរហ្នឹងគេរៀបរាប់ពីតាំងពី dinosaur តាំងពីកកើតទឹកដីមុនដំបូងអញ្ចឹងណាចាហើយនឹងមានសត្វធំអញ្ចឹងនៅក្នុងសមុទ្រមានសត្វធំរស់នៅគេថាជំនាន់មុនមនុស្សមុនមនុស្សយើងកកើតចាមានច្រើនផ្សេងទៀតហើយខ្ញុំចាំមិនអស់ចានៅពេលខែក្តៅអញ្ចឹងលោកគ្រូអ្នកគ្រូនាំទៅជាក្រុមមកកូនសិស្សមកពីជុំវិញខេត្តនឹងចាជុំវិញខេត្ត Ontario ចាគេមានជិះរថយន្តក្រុងឡានគេហៅឡានបាសឡានធំណាឡានទេសចរដឹកអ្នកដំណើរកូនសិស្សមកតាមអញ្ចឹងជួនកាលគេមាន school bus គេមកតាម school bus ក៏មានដែរចាដូចតែយើងរថយន្តសម្រាប់សាលារៀនចាគេដឹកមកចឹងមកជាក្រុមណាដូចជាមួយថ្នាក់ក្នុងបឋមសិក្សាមានកូនសិស្សច្រើនថ្នាក់ចឹងទៅ4 5ថ្នាក់ចឹងមកទាំងអស់ចឹងមកហើយនឹងស្នាក់នៅគេមានកន្លែងស្នាក់នៅដូចយើងគេហៅថាដមហ្នឹងគឺសម្រាប់និស្សិតធំដូចនិស្សិតសាកលវិទ្យាល័យនៅពេលខែ5ខែអីហ្នឹងគេទៅគេបាកងហើយគេទៅផ្ទះទៅអីចឹងណាហើយនឹងនៅកន្លែងតនេសម្រាប់ស្នាក់នៅហ្នឹងគេយើងទៅស្នាក់នៅកន្លែងអញ្ចឹងចាដូចជាលោកគ្រូអ្នកគ្រូទៅជាមួយអញ្ចឹងទៅហើយមាន chaperone ហ្នឹងដោយឪពុកម្ដាយខ្លះគាត់មកជាមួយដែរអញ្ចឹងទៅកូនសិស្សស្នាក់នៅកន្លែងអញ្ចឹងដូចថាមកយប់អីចឹងទៅមកយប់2យប់អីចឹងណាហើយបានធ្វើដំណើរមើលជុំវិញតរ៉ុនតូហ្នឹងឯងចាគេមានប្រូក្រាមគេចាគ្រប់សាលារៀនចាអូខេឥឡូវសម័យឥឡូវវារឹតតែទំនើបជាងមុនទៅទៀតចាគេប្រើដូចថាទំនាក់ទំនងគ្នាតាមទូរស័ព្ទអីចឹងដូចថាវាលឿនណាពីជំនាន់ដើមដែលយើងទូរស័ព្ទហ្វូនចាដូចតែលោកគ្រូអ្នកគ្រូគាត់ភ័យមែនតែនដូចថាមកកន្លែងទីប្រជុំជនអញ្ចឹងក៏ខ្លាចវាដូចថាវែងណាខ្លាចកូនសិស្សគាត់វែងអ្នកទូចគាត់ខ្លាំហើមជាងមែនតែនហាកាលមកជំនាន់ខ្ញុំមកហ្នឹងថាលោកគ្រូខ្លាំមើលជាងគេព្រោះយើងជាដូចថាមនុស្សដែលមិនសូវស្គាល់នៅទីនេះណាដល់ចឹងគាត់ខ្លាំមើលហើយអត់មានទូរស័ព្ទដៃទាក់ទងគ្នាទេបំវែងអីរកគ្នាពិបាករកណាគួយជំនាន់ដើមមកជំនាន់សម័យឆ្នាំ80